một đại tam tới cứ mình tới mưa tam về cả mưa đời thọ tiền bổn hai phò lấyដោយសារតែរូបថតគឺយើងឃើញរូបថតសម័យនេះក៏ដ៏មានរូបថតស៊ីនហើយការបោះខ្លាចអីទៀតគឺពិបាកអញ្ចឹងខ្ញុំអានឲ្យបងប្អូនស្ដាប់ថាការអានមុខហ្នឹងវាគៀបជាមួយនឹងការមើលកាយវិការបានន័យថាគេមើលមុខហ្នឹងគេមើលវាតម្លៃទម្រង់មុខហ្នឹងមិនមែនមើលតែមួយនឹងទេអញ្ចឹងគេវាតម្លៃអាកប្បកិរិយានៃមុខដូចជាបងប្អូនធ្វើជួនចិញ្ចើមបងប្អូនធ្វើអេរយាប័តសើចឬញញឹមឬក៏កាយវិការយើងនិយាយហ្នឹងសុទ្ធតែចូលនៅក្នុងហ្នឹងទាំងអស់អញ្ចឹងបើអ្នកអានមុខដែលត្រឹមត្រូវឬក៏គាត់ដឹងច្បាស់គឺយើងត្រូវទៅជួបនិយាយផ្ទាល់បានយើងដឹងថាមនុស្សហ្នឹងនិយាយមកចេញបែបណាហើយលក្ខណៈមុខគាត់វាស់ទុនទ្រាយមកប៉ុណ្ណាដែលត្រូវខាងអញ្ចឹងដោយសារវាបង្ហាញអារម្មណ៍នឹងចលនាតូចៗឬក៏ចលនាស្រាលៗលើមុខយើងហ្នឹងការធ្វើកាយវិការធ្វើមុខជ្រួញធ្វើមុខឆ្ងល់ហ្នឹងក៏ជាចំណុចដែរការឆ្លុះភ្នែករបៀបសើចការមើលការញញឹមរបៀបនិយាយរបស់បុគ្គលមួយទាំងនេះសុទ្ធតែប្រាប់យើងអំពីអ្វីមួយនៃអត្តចរិតរបស់មនុស្សនោះការអានមុខហ្នឹងត្រូវបានគេវប្បធម៌នៅក្នុងប្រទេសប្រចាំប្រទេសហ្នឹងក៏គេប្រើដែរដូចជាប្រទេសក្រិកបុរាណគេព្យាយាមអភិវឌ្ឍការអានមុខហ្នឹងដែរហើយមិនត្រឹមតែហ្នឹងទេការអានមុខរបស់ចិនហើយនិងមជ្ឈិមប្រទេសហ្នឹងវាខុសគ្នាហ្មងការអានមុខរបស់មជ្ឈិមប្រទេសគឺត្រង់ថាការអានមុខចិនខុសពីចិនដោយសារវាអត់បានផ្អែកតែលើលក្ខណៈបុគ្គលអត្តចរិតប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដោតលើវាសនានិងសំណាងការអានមុខរបស់ចិនគឺវាផ្ដោតទាំងវាសនានិងសំណាងតែរបស់មជ្ឈិមប្រទេសអត់មានផ្ដោតទៅលើចំណុចហ្នឹងទេការអានមុខរបស់ចិនព្យាយាមស្វែងយល់មិនត្រឹមតែអត្តចរិតនិងបុគ្គលលក្ខណៈទេថែមទាំងដឹងអំពីវាសនាសំណាងនិងទេពកោសល្យរបស់មនុស្សនោះហើយគេអាចដឹងថាមនុស្សហ្នឹងមានអត្តចរិតរឹងរូសឬអត់ប៉ុន្តែថែមទាំងអាចបង្ហាញថាគាត់មានជោគសំណាងល្អឬអាក្រក់ក្នុងជីវិតផងដែរអញ្ចឹងគេគ្រប់គ្នាអញ្ចឹងមុខជាផែនទីនៃជីវិតអញ្ចឹងចាប់ពីអាយុ1ឆ្នាំទៅដល់100ឆ្នាំគឺមាននៅក្នុងផែនទីមុខហើយនឹងជីវិតនឹងទាំងអស់ដែលត្រូវបានលើកឡើងនឹងអញ្ចឹងហើយបានគេចែកតំបន់មុខនឹងវាធម្មតាអាយុប៉ុន្មានពីធម្មតាដល់អាយុប៉ុន្មានគឺខ្ញុំមានបាននិយាយពាក់កណ្ដាល